ជំរាបសួរសួស្តីបងប្អូនអរគ្នាវីដេអូនេះគឺកាលខ្ញុំទៅដកកូន story ថ្មីបងប្អូននិយាយទៅវីដេអូនេះគឺខ្ញុំថតតាំងពីឆ្នាំទៅកាលហ្នឹងដូចជាខែ9ហ្នឹងបងប្អូនដោយសារតែកូន story កាលខ្ញុំគឺដើមខែ9អញ្ចឹងណាហើយបងប្អូនជាច្រើនក៏សួរថាដាំគ្រាប់ឬក៏គេដាំកូនក៏ពិតទៅបង story ខ្ញុំកាលខ្ញុំគេដាំគ្រាប់ទេគេដាំកូនហ្មងពីដំបូងឡើយគឺគាត់ទិញកូនគេហើយគាត់យកមកដាំដើម្បីផ្សាំយកដៃយកកូនដាំខ្លួនឯងវិញបងប្អូនហើយកូនដែលខ្ញុំពងដកហ្នឹងគឺកូនដែលយើងផ្សាំបានលក្ខណៈ story គឺវាមានដៃចេញមករហូតពេលដៃដុះចេញមកគឺយើងយកវាមកផ្សាំបន្តអញ្ចឹងបងប្អូនអរគ្នាហើយមើលកូនហ្នឹងគឺល្អខ្លាំងមែនទែនហើយកូន strawberry នេះបងប្អូនបើទិញគេក៏ថ្លៃដែរហើយដើមអត់ទៅល្អអញ្ចឹងទេមួយដើម5ទៅ600វ៉ុនបើល្អប្រហែលជាថ្លៃជាងហ្នឹងអញ្ចឹងណាព្រោះថាតកែបើខ្ញុំទិញមករាល់ឆ្នាំគឺមួយដើម600វ៉ុនហើយកូនអត់ល្អទេបងប្អូនហើយកូនដែលបដោះបានខ្លួនឯងនេះគឺល្អខ្លាំងមែនទែនហើយដោយសារតាគាត់ដាំ3ហៅស៊ឺអញ្ចឹងកូនរបស់គាត់បដោះហ្នឹងគឺវាដោះអត់ស្មើអញ្ចឹងវាបានគ្រប់បងប្អូនអញ្ចឹងគាត់ទិញថែមរបស់គេថែមទៅហើយនៅជួរកដានោះបងប្អូនគឺដើមមេបងប្អូនដើមមេដែលយើងដាំដំបងដល់ពេលដែលគេបានផ្សាំបានកូនអស់ហើយគឺដើមមេហ្នឹងគេចាប់ផ្ដើមឲ្យវាងាប់ឬគេកាត់ចោលខ្លះដោយសារតែដើមមេបើទុកវារហូតគឺវាល្អហើយវាមានផ្កាមានផ្លែដែរអញ្ចឹងតែគេអត់ឲ្យវាមានផ្លែទេពេលដែលផ្កាមកគឺគេបេះចោលតែម្ដងដោយសារតែខ្ញុំអាសាចូលទៅធ្វើក្នុងហ្នឹងអញ្ចឹងឲ្យទៅពេលមានផ្កាមានអីមកគឺបេះចោលជួនកាលទៅបេះអស់ក៏មានកូនផ្លែទុំផ្លែអីចឹងបងប្អូនអរគ្នាហើយដើម strawberry បងប្អូនគឺប្រភេទបែបនេះឲ្យបងប្អូនអរគ្នាហើយបើសិនជាយើងចង់ដាំបន្តអីមានតែកូននឹងមួយដើមបងប្អូនទៅដាំទៅគឺវានឹងដុះដៃដល់អីមកបានច្រើនដើមមែនតើហើយ strawberry នេះគឺវាចូលចិត្តទឹកមែនតើគឺវាត្រូវការទឹកចឹងណាបើសិនជាអត់មានទឹកគឺវាឆាប់ងាប់ព្រោះអីមួយថ្ងៃសូម្បីតែខែត្រជាក់មួយថ្ងៃទៅកែស្រោចទឹក3 4ដងអីបងប្អូនហើយការងាររបស់ខ្ញុំអាពេលហ្នឹងគឺយើងដកបដាចឹងទៅយើងត្រូវស្លឹកណាចាស់ស្លឹកណាយើងលះវាចោលខ្លះចឹងណាដោយសារតែបើយើងទុកច្រើនពេកក៏វាអត់កើតដែរព្រោះយើងត្រូវយកវាទៅដាំកន្លែងផ្សេងហើយកន្លែងខ្ញុំធ្វើការហ្នឹងគឺគ្នា4នាក់បងប្អូនដល់គ្នានិយាយទៅឡងពេលខែ9ខែហ្នឹងគឺចាប់ដើមមានការងារធ្វើច្រើនដែរដោយសារតែយើងត្រូវដាំកូនដាំអីផងហើយណាមួយយើងទើបតែលះសាឡាត់បោះចោលដែរចឹងបងប្អូនដោយសារតែតកែខ្ញុំគាត់ដាំឆ្លាស់គ្នាបើសិនជាខែត្រជាក់ចឹងគាត់ដាំ strawberry ហើយនឹងកានីបខែក្តៅគាត់ដាំកានីបហើយនឹងសាឡាត់វិញចឹងណាដោយសារតែហៅស៊ឺអត់ទុកចោលទេគាត់ដាំសាឡាត់បន្តបានបេះមួយខែ2ខែអីចឹងទៅគ្រាន់មានចំណូលអីចឹងបងប្អូនអរគ្នាហើយបងប្អូនដែលគាត់សួរថាចង់មកកូរ៉េធ្វើម៉េចឲ្យបើចង់រៀនតរៀនណាបងប្អូនអរគ្នានិយាយទៅសាលាភាសាកូរ៉េឡើយគឺមានច្រើនមែនទែនបងប្អូនបើចង់រៀនគឺអាច search មើលតាម Facebook ក៏បានដែរហើយបើបងប្អូនអត់ទាន់ចង់ចូលសាលាទេអាចរៀនតាម YouTube ក៏បានដែរព្រោះឯភាសាកូរ៉េឃើញមានបងប្អូនជាច្រើនគាត់បរៀនច្រើនអញ្ចឹងមកធ្វើថ្នាក់ដំបងអីអាចមើលក្នុង YouTube បានហើយបងប្អូនតាមដានក្នុង page ក្រសួងដើម្បីដឹងថាគេលក់ពាក្យប្រឡងពេលណាអីពេលណាសម្រាប់យើងទៅទិញពាក្យប្រឡងគេអញ្ចឹងណាបងប្អូនអរគ្នាហើយចំពោះខ្ញុំនឹងហួសហើយដោយសារខ្ញុំរៀនតាំងពីឆ្នាំ2018 19ណាបងប្អូនហើយមកកូរ៉េយូរហើយបើសួរថាចេះកូរ៉េអត់ចេះទេហើយបងប្អូនក៏សួរថាអត់ចេះកូរ៉េធ្វើការកាត់អត់និយាយទៅមកនេះមិនមែនចេះកូរ៉េទេបងប្អូនតែយើងមកទៅយើងយល់ការងារអញ្ចឹងក៏ខ្ញុំមកដំបងគឺងឹតឆឹងបងប្អូនអត់ចេះស្ដាប់អត់ចេះអីទេតែការនិយាយអីស្ដាប់បានទេគ្រាន់តែគាត់ធ្វើកាយវិការយើងមើលយល់អញ្ចឹងណាហើយយើងយូរទៅក៏យើងយល់ស្ដាប់បានឯខ្លាំងចឹងបងប្អូនហើយមិនគេថាអត់ចេះកូរ៉េធ្វើការបានទេបងប្អូនអត់ចេះក៏ធ្វើការបានដែរសំខាន់លើការងាររបស់យើងឯងបងប្អូនអរគ្នាតែបើសិនជាចង់មកគឺយើងត្រូវតែប្រឡងឲ្យជាប់ដើម្បីមានឱកាសដាក់ពាក្យស្វែងរកការងារអញ្ចឹងណាបើសិនជាចង់មកឆៅហ្មងគឺមានតែពលកររដូវកាលហើយពលកររដូវកាលហ្នឹងក៏ដឹងថាគេធ្វើការអីខ្លះដែរបងប្អូនបើបងប្អូនចាប់អារម្មណ៍ចង់មកកូរ៉េរៀនព្យាយាមរៀនទៅមានអីជាងព្យាយាមឯងបងប្អូនអរគ្នាហើយបងប្អូនដែលគាត់ឆាតមកសួរឆាតមកអញ្ចឹងបងប្អូនអធិស្ឋានខ្ញុំតបឆាតអត់ទាន់ទេដោយសារតែខ្ញុំអត់សូវបានចូលលេងឆាតហើយបើសិនជាបងប្អូនចង់ដឹងព័ត៌មានអីផ្សេងអាចឆាតមកបន្តទៀតមកអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ